ពីល្ងាចមិញប្តីខ្ញុំគាត់មកនិយាយជាមួយខ្ញុំគាត់ថាស្អែកព្រលឹមឡើងធ្វើមីគោកញ៉ាំបានអត់ក៏ឃើញនៅក្នុងទូទឹកកកនៅសល់គៀវដែរយកគៀវមកធ្វើមីគោកញ៉ាំទៅចាសសួស្ដីបងប្អូនប្តីខ្ញុំគាត់និយាយប្រាប់ខ្ញុំពីល្ងាចថាគាត់ចង់ញ៉ាំមីគោកនិយាយព្រលឹមឡើងខ្ញុំមិនបាច់រកដឹកថាខ្ញុំត្រូវធ្វើអីញ៉ាំទេខ្ញុំគ្រាន់តែងើបពីគេមករៀបចំគ្រឿងក្រៅមកធ្វើមីគោកញ៉ាំតែម្ដងយូរនឹងខ្ញុំខ្ចប់ពីថ្ងៃមុននៅសល់តែប៉ុណ្្នឹងទេថ្ងៃនេះខ្ញុំយកវាមកញ៉ាំអស់បង្ហើយតែម្ដងហើយខ្ញុំមានមីពីរដុំរួចហើយនឹងមានបង្គាជាពិសេសនោះគឺខ្វះមិនបានគឺមានជីវ៉ាន់ស៊ុយរួចនឹងស្លឹកខ្ទឹមហើយនឹងខ្ទឹមក្រហមជីហើយនឹងខ្ទឹមហ្នឹងគឺថាខ្ញុំយកវាមកធ្វើទឹកស៊ីអ៊ីវស្រូបមីនឹងឯងខ្ញុំធ្វើទឹកស៊ីអ៊ីវស្រូបមីនោះខ្ញុំដាក់ជីវ៉ាន់ស៊ុយនិងខ្ទឹមក្រហមហ្នឹងយើងលីងវាឲ្យឈ្ងុយចឹងទៅរួចហើយហ្នឹងយើងដាក់ប្រេងខ្យងស្ករសម្សៅស៊ុបទឹកស៊ីអ៊ីវធម្មតានិងទឹកស៊ីអ៊ីវខាប់ចឹងទៅបន្ទាប់ខ្ញុំចាក់ទឹកសនោះចូលទៅបន្តិចទៅចុងក្រោយនោះខ្ញុំដាក់ប្រេងល្ងបន្តិចទៅកូរគ្រឿងនៅឲ្យសព្វចូលគ្នារួចយើងភ្លក់យករសជាតិឲ្យចង់បានទៅតែប៉ុណ្្នឹងគឺថារួចហើយទឹកស៊ីអ៊ីវដែលស្រូបមីស៊ីអ៊ីវដែលខ្ញុំយកមកស្រូបមីខ្ញុំធ្វើតែបែបហ្នឹងឯងទឹកស៊ីអ៊ីវខ្ញុំធ្វើរួចរាល់អស់ហើយខ្ញុំទុកវានៅនឹងម្ដុំសិនទៅខ្ញុំដាំទឹកស្រុះមីសិនខ្ញុំស្រុះមីនេះគឺថារៀបចំឲ្យកូនស្រីខ្ញុំមុនគេព្រោះអីកូនស្រីខ្ញុំគាត់យកទៅសាលារៀនញ៉ាំខ្ញុំស្រុះរួចហើយហ្នឹងខ្ញុំយកមីដាក់ក្នុងប្រអប់ចឹងទៅយើងស្រូបទឹកស៊ីអ៊ីវមកតែប៉ុណ្្នឹងគឺថារួចហើយអាហារពេលព្រឹកកូនស្រីខ្ញុំមិនឲ្យយើងដាក់ខ្ទឹមលីងដាក់អីឲ្យគាត់ទេបើយើងថែមខ្ទឹមលីងខ្ទឹមអីទៀតទៅកាន់តែរសជាតិកាន់តែឈ្ងុយទៀតខ្ញុំរៀបចំមីរៀបចំឲ្យកូនរួចរាល់អស់ហើយឥឡូវចាប់ផ្ដើមដាំទឹកស្រុះមីឲ្យប្តីញ៉ាំវិញម្ដងប្តីខ្ញុំឯកូនខ្ញុំពួកគាត់ចូលចិត្តញ៉ាំមីគោកណាស់រាល់ពេលដែលខ្ញុំធ្វើមីគោកអញ្ចឹងខ្ញុំធ្វើទឹកស៊ីអ៊ីវពេលណាក៏ដោយក៏ខ្ញុំធ្វើរៀងច្រើនទៅខ្ញុំធ្វើឲ្យច្រើនអញ្ចឹងខ្ញុំទុកក្នុងទូទឹកកកពេលថ្ងៃណាពួកគាត់ចង់ញ៉ាំមីគោកអញ្ចឹងខ្ញុំគ្រាន់តែស្រុះមីថែមសាច់ថែមអីតិចតួចទៅថែមបន្លែថែមអីដែលគាត់ចង់ញ៉ាំអញ្ចឹងហើយយកទឹកស៊ីអ៊ីវនោះមកស្រូបពីលើមីនឹងទៅតែប៉ុណ្្នឹងគឺរួចហើយគឺងាយស្រួលហើយលឿនឆាប់បានញ៉ាំទៀតផងខ្ញុំអាសាទិញមីស្រស់ឬក៏គេហៅមួយយ៉ាងទៀតនឹងមីម្សៅនឹងយកមកទុកក្នុងផ្ទះណាយើងទុកក្នុងទូទឹកកកអាកកទៅទុកបានយូរណាស់មិនចេះខូចទេណាមួយប្តីខ្ញុំឯកូនខ្ញុំគាត់ចូលចិត្តញ៉ាំមីគោកណាយើងទិញដាក់តុងផ្ទះអញ្ចឹងទៅពេលត្រូវការញ៉ាំគឺមានស្រាប់